បាទកាលពីវីដេអូមុនយើងបាន config IP address ដូចយើងឃើញនៅកន្លែងនេះបាទ ENS 33 adapter របស់ Ubuntu server របស់យើងគឺមាន IP 192.168.14.11/24 និង ENS 37គឺ 16.51 បាទហើយ ENS 33នេះគឺ connect ជាមួយនឹង loopback network adapter ហើយ ENS 37ដែលមាន IP ប៉ុណ្ណេះវា connect ជាមួយនឹង real network របស់ខ្ញុំដែល IP នេះបានមកពី router បាទអញ្ចឹងធ្វើម៉េចដើម្បីឲ្យយើងអាច connect ទៅកាន់ IP 192.168.14.11 បានបាទអញ្ចឹងខ្ញុំសូមធ្វើការបើក command prompt បាទខ្ញុំសូមធ្វើការបើក command prompt ហើយខ្ញុំ ping ទៅកាន់ 192.168.14.11 ខ្ញុំ ping ទៅដល់ទេបាទខ្ញុំ ping ទៅដល់ហេតុអីបានជាខ្ញុំ ping ទៅដល់បាទសូមពិនិត្យមើលទៅលើ network adapter របស់ខ្ញុំបាទ network adapter របស់ខ្ញុំវា loopback 1បាទ loopback 1គឺខ្ញុំធ្វើ bridge ទៅកាន់ VMnet 4 bridge ទៅកាន់ loopback 1ហ្នឹងបាទហើយ network adapter ENS 33របស់ Ubuntu នេះគឺ bridge ទៅកាន់បាទ loopback 1ហ្នឹងតែម្ដងអញ្ចឹងយើងមើល IP address របស់ loopback 1បាទខ្ញុំបានកំណត់រួចហើយបាទគឺ 14.15 បាទ gateway មិនចាំបាច់ក៏បានដែរពីព្រោះវាជា loopback ទេបាទតែបើសិនបើអ្នកទាំងអស់គ្នាដាក់ក៏បានដែរ 192.168.14.11 បាទហើយ DNS គឺ 14.11 ហេតុអីបានជាដាក់ DNS 14.11 បាទដោយសារខ្ញុំ plan server មួយនេះគឺ run ជា domain controller run ជា DNS ដែរបាទ run ជា DNS ដែរអញ្ចឹងសូមរក្សាកន្លែង DNS នេះ 192.168.14.11 អញ្ចឹងបាទអូខេបន្ទាប់ពីយើងកំណត់ IP ឲ្យ loopback adapter 1ឲ្យមាន IP ដែលស្ថិតក្នុង rank តែមួយជាមួយនឹង server ដែរបាទអញ្ចឹងហើយទៅខ្ញុំអាច link ទៅកាន់បាទ server បានបាទដូច្នេះខ្ញុំសូមធ្វើការ remote ទៅកាន់ server ដោយប្រើប្រាស់ command prompt នេះតែម្ដងដោយមិនចាំបាច់ប្រើបាទputty ទេបាទអញ្ចឹង SSH 192.168.14.11 តែម្ដងបាទអូខេ yes បាទ password 12345ប្រសិនបើយើងប្រើប្រាស់ command prompt ដើម្បី login វាតែងតែបាទ login ទៅកាន់ user ប៊ុនថានឹងតែម្ដងបាទប៊ុនថានឹងតែម្ដងបាទយើងអាច swap user ទៅកាន់បាទ sudo switch ទៅ user super user បានបាទអូខេយើងត្រូវការបាទ access ទៅកាន់ Linux ដោយប្រើប្រាស់ SSH នេះបាទសម្រាប់ខ្ញុំមិនសូវជា familiar ជាមួយនឹងការប្រើប្រាស់ command prompt នេះទេបាទអញ្ចឹងខ្ញុំសូមបិទហើយខ្ញុំសូមប្រើប្រាស់ Solar putty putty នេះវិញបាទ 192.168.14.11 បាទ open yes បាទខ្ញុំទម្លាប់ក្នុងការប្រើប្រាស់ putty បាទអូខេបាទអញ្ចឹង putty នេះគឺយើងអាច login ជា root តែម្ដងទៅបាទ root password 12345បាទ
ជាធម្មតានៅពេលដែលយើងមាន server ហើយយើងក៏អាច share folder ឬក៏ directory ទៅកាន់ network បានបាទការ share folder ទៅកាន់បណ្ដាញ network ដែលស្ថិតនៅក្នុង rank តែមួយនេះយើងអាចធ្វើបានបាទដោយប្រើ Samba បាទដោយប្រើ Samba អញ្ចឹង Samba គឺជា service មួយដែលយើងត្រូវការ install បាទនៅក្នុង Linux ហ្នឹងដើម្បីដំឡើងដើម្បីឲ្យយើងអាចប្រើប្រាស់ Samba បានទី1យើង install ទី2យើង config បាទបន្ទាប់ពី config ហើយយើងអាច access ពី Microsoft Windows យើងបានដើម្បី upload file download file ទៅក្នុងLinux របស់យើងបាទឧទាហរណ៍ថាយើងប្រើប្រាស់ Linux គឺជាម៉ាស៊ីនសម្រាប់ file ធ្វើ file server បាទអញ្ចឹងយើងអាចបង្កើតជា Samba នេះហើយ create folder ណាមួយដែលយើងចង់ create ទៅបាទអញ្ចឹងយើងអាចប្រើបានបាទយើងអាចប្រើបានអញ្ចឹងដើម្បី install Samba បាទខ្ញុំមិនប្រើប្រាស់ VMware ទេបាទខ្ញុំសូមប្រើពុទ្ធីនេះវិញបាទខ្ញុំសូមប្រើពុទ្ធីនេះវិញអូខេខ្ញុំទាញឲ្យធំបន្តិចមកងាយស្រួលក្នុងការមើលបាទអញ្ចឹង make sure ថាយើងមាន internet connection បាទ make sure ថាយើងមាន internet connection ជាដំបូងយើងត្រូវការ install Samba បាទយើង install Samba គឺជា package មួយដែលយើងអាចប្រើប្រាស់ដើម្បីធ្វើការ share folder បាទចំណុះ 13.7 MB ដែលយើងត្រូវការ download បាទអូខេចាំបន្តិចបាទវាត្រូវការ download ហើយបន្ទាប់ពីវា download ហើយវានឹង install service មួយហ្នឹងឲ្យដំណើរការបន្ទាប់ពី install service នឹងដំណើរការហើយបាទយើងត្រូវការ config ទៅលើ file របស់ Samba ហ្នឹងរាល់ configuration សូមចាំថារាល់ configuration file គឺតែងតែស្ថិតនៅក្នុង /etc ជានិច្ចបាទអូខេចប់ហើយបាទដូច្នេះយើងចូលទៅ configuration file របស់ Samba តើconfiguration របស់ Samba នៅឯណាគឺនៅក្នុង /etc អញ្ចឹងយើងប្រើ vim ទៀតណាបាទយើងប្រើ vi បាទ vi /etc បាទ /etc ហើយ /samba បាទបន្ទាប់មកនៅក្នុង folder Samba ហ្នឹងមាន file configuration មួយគឺ smb.conf បាទអញ្ចឹងយើងចូលទៅក្នុង file ហ្នឹងដើម្បីធ្វើការថែមសរសេរថែម file មួយបាទនេះគឺជា configuration file របស់ Samba បាទ complete នេះគឺជា VM editor អញ្ចឹងកាលណាយើងចង់កែសម្រួលចង់សរសេរផ្សេងៗយើងទៅ press I នៅលើ keyboard នោះវានឹងអនុញ្ញាតឲ្យយើងរំកិល mouse ឆ្វេងស្ដាំលុបអក្សរសរសេរអក្សរថែមបានបាទអញ្ចឹងសូម move ទៅកាន់ខាងក្រោមគេបំផុតបាទ move ទៅកាន់ខាងក្រោមគេបំផុតហើយយើងសរសេរថែមបាទបើកគ្នាបដាក់ថា share folder បិទគ្នាបមកវិញសូមបញ្ជាក់ថា share folder នេះនឹងឃើញនៅក្នុងបណ្ដាញ network ថាមាន folder មួយឈ្មោះថា share folder បាទហើយយើងអាច upload file ចូលទៅក្នុង folder ហ្នឹងឬក៏មាន file នៅក្នុង folder ហ្នឹងយើងអាច download ចេញមកបានអញ្ចឹងទៅបាទអូខេហើយយើងនឹងបង្កើត path បាទ path របស់ share folder ហ្នឹងនៅឯណាសូមបញ្ជាក់ថាអានេះគ្រាន់តែជាឈ្មោះដែលនឹងឃើញនៅក្នុង network ហើយនេះគឺជា path ពិតប្រាកដបាទតើ path ពិតប្រាកដនៅឯណាយើងអាចបង្កើត
folder មួយឈ្មោះថា Samba Share បាទបង្កើត folder មួយឈ្មោះថា Samba Share អញ្ចឹងនៅក្នុង Samba Share យើងដាក់ថា browse បាទ browseable បាទ sorry browseable មានន័យថាតើយើងអនុញ្ញាតឲ្យបើកfolder នឹងបានទេ yes គឺបានហើយចុះ read only បាទ read only យើងឲ្យ read only ទេ no យើងអនុញ្ញាតឲ្យអាច copy file ចេញមកបានអាច copy file ចូលទៅក្នុងនឹងបានបាទអញ្ចឹងមានន័យថាចុះ guess ជាអ្វី guess មានន័យថាជា other user បាទ other user ក៏មានសិទ្ធចូលទៅក្នុងនឹងដែរបាទយើងអាចថាបើកឲ្យទាំងអស់អញ្ចឹងក៏បានដែរបាទអូខេបន្ទាប់មកយើងអត់មានធ្វើអីទេយើងសរសេរថែមតែប៉ុណ្ណឹងហើយយើងអាច save file នឹងបាន press escape ចុច2 so x បាទនេះកន្លែងនេះបាទ enter អញ្ចឹងយើង save file នឹងបានណាបាទបន្ទាប់ពី save file នឹងហើយអ្នកទាំងអស់គ្នាត្រូវបង្កើត folder មួយបាទទៅតាម path ដែលយើងបានសរសេរមិញនេះគឺ mkdir/samba share បាទចុះយើងបង្កើត folder ឈ្មោះ samba share ហើយយើងផ្ដល់ permission ឲ្យទាំងអស់ទាំង user ទាំង guest ទាំង everyone ទាំងអីទាំង group ទាំងអស់បាទមានសិទ្ធិពេញលេញតែម្ដងបាទអញ្ចឹង chmod បាទ7បាទហើយនឹងឈ្មោះ folder តែម្ដង samba share បាទ samba share អូខេបន្ទាប់ពីយើងផ្ដល់ permission ទៅឲ្យ folder ហ្នឹងដើម្បីឲ្យ client មានសិទ្ធិប្រើប្រាស់ folder ហ្នឹងបានបាទយើងរួចហើយបន្ទាប់មកនៅក្នុង Samba service ហ្នឹងដែរយើងអាច add specific user ចូលទៅក្នុងហ្នឹងបានបាទអញ្ចឹងយើងអាច add specific user ទៅក្នុង smb បាទ password បាទតើ user ហ្នឹងuser ឈ្មោះអី user ឈ្មោះប៊ុនថាអញ្ចឹងទៅអញ្ចឹងយើង add user ប៊ុនថាចូលទៅក្នុងហ្នឹងបាទ password ខ្ញុំតែងតែដាក់1 2 3 4 5ដើម្បីកុំឲ្យខ្ញុំភ្លេច1 2 3 4 5បើសិនបើយើង access មកកាន់ share folder ហ្នឹងចេញពី Windows អញ្ចឹងយើងប្រើ user ឈ្មោះប៊ុនថាហើយ password 1 2 3 4 5មិញនេះបាទអូខេបន្ទាប់ពីយើងបាន assign user ទៅកាន់ Samba service នឹងហើយយើង restart service របស់ Samba បាទដើម្បី restart service របស់ Samba /etc បាទ /etc/init.d បាទ smbd បាទ restart បាទអញ្ចឹង service របស់ Samba ត្រូវបាន restart ដោយជោគជ័យសូមចាំថាបាទ IP config របស់យើង IP របស់យើងគឺយើងនឹងប្រើប្រាស់លេខនេះជារៀងរហូតបាទ access ទៅ service ណាក៏ដោយយើងយក IP នេះជាគោលបាទ 192.168.14.11 អត់ខ្វល់អំពី IP មួយនេះទេបាទអញ្ចឹងខ្ញុំបើក run នៅក្នុង Windows បាទ /168.168.14.11 បាទអញ្ចឹងខ្ញុំ access ទៅកាន់ Samba ហ្នឹងបាទតើយើងឃើញ Samba ហ្នឹងដែរអត់បាទអូខេនេះបាទអូខេយើងឃើញមានអភាមួយគឺអភាបាទផ្ទាំងមួយមកបង្ហាញផ្ទាំងឲ្យយើង type username បន្ថា password 12345បាទ12345តើយើងចង់ remember password នឹងទេបើចង់ remember ថ្ងៃក្រោយយើង log in មកមិនបាច់វាយ password username អីឡើងវិញទេបាទអញ្ចឹងយើងចុចក៏បាន
មិនចុច remember ក៏បានដែរអញ្ចឹងចុច OK បាទនៅពេលដែលចុច OK យើងនឹងឃើញមាន share folder នេះអា share folder នេះយើងសរសេរនៅក្នុងនេះអំបញ្ញមិញហ្នឹងបាទយើងសរសេរខ្ញុំបើក file នឹងឲ្យមើលមួយសាទៀតបាទនេះបាទបាទនេះ share folder នេះ share folder ដែលយើងសរសេរនៅក្នុងคลิปនេះយើងនឹងឃើញកន្លែងនេះតែម្ដងបាទអញ្ចឹងយើងបើក file នឹងមកគឺទទេស្អាត this folder is empty បាទឥឡូវយើងផ្ទៀងផ្ទាត់នៅខាង server ដែរបាទយើងផ្ទៀងផ្ទាត់នៅខាង server ដែរ cd change directory /samba share ls អត់មាន file អីទាំងអស់ក៏ប៉ុន្តែខ្ញុំប្រើ command មួយគឺ touch file 1ខ្ញុំបង្កើត file empty មួយបាទអញ្ចឹងអ្នកទាំងនេះនឹងឃើញ file 1នៅកន្លែងនេះដែរបាទត្រូវបានបង្កើតអញ្ចឹង ls បាទ file 1យើងមាន file 1ចុះប្រសិនបើខ្ញុំចង់ copy file មួយចូលទៅក្នុង folder share នឹងដែរបាទខ្ញុំ copy file មួយបាទខ្ញុំរកមើល file ណាមួយដែលអាច copy បានបាទខ្ញុំ copy file នេះចុះ PDF បាទខ្ញុំ right click ខ្ញុំ copy បាទហើយខ្ញុំត្រឡប់ទៅវិញបាទនៅក្នុង share folder IP server នឹងដដែលជឹកខ្ញុំ right click ខ្ញុំផាសវាមកបាទចូលទៅក្នុងហ្នឹងមាន file មួយគឺ file PDF អញ្ចឹងនៅក្នុង line note ខ្ញុំ ls មួយសារទៀតបាទនោះយើងនឹងឃើញមាន file 1មួយនិង file PDF ដែលខ្ញុំទៅតែ copy អំបញ្ញមិញនេះមួយបាទអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការបង្កើតនិង config share folder ចេញពី line note server របស់យើងបាទអញ្ចឹងវីដេអូមួយនេះខ្ញុំចង់បង្ហាញអំពីការ share folder ចេញពី line note server មានត្រឹមតែប៉ុណ្ណឹងបាទសូមអរគុណ